បងប្អូនប្រុងប្រយ័ត្នណាបងប្អូនប្រយ័ត្នទិញ SD មកខាតលុយទៅទេដោយរបស់ខ្ញុំនេះខ្ញុំបានទិញ portable SD ដែលទំហំផ្ទុករបស់វាក្នុងកុំព្យូទ័រនេះវាដាក់ថា10 GB ប៉ុន្តែនៅពេលដែលយើងតេស្តជាមួយនឹងកម្មវិធីនេះមកវាអត់មានទេគឺវាអាចត្រឹមតែ 128G ទេព្រោះពួកហ្នឹងគឺគេ fake គេធ្វើគេកែ frame វាយកអា flash ចាស់មកយកកែមកធ្វើជាអា drive ដើម្បីបញ្ឆោតយើងអញ្ចឹងទៅបាទដល់ជាក់ស្ដែងដល់ពេលយើងមកដាក់នៅកុំព្យូទ័រវាឃើញថា 10G អញ្ចឹងណាតែ tablet អត់ទេតែអា QQ នេះដែលខ្ញុំបានធ្វើបង្ហាញនេះគឺនេះវាតកតងជាមួយនឹង drive 32G របស់ខ្ញុំឯងចឹងគឺវាពិតប្រាកដឥឡូវនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញថាតើធ្វើម៉េចបានដឹងថានេះវា fake ឬក៏វាទំហំវាផ្ទុកវាអត់ដូចអាទំហំដែលវាបង្ហាញនៅលើអេក្រង់ហ្នឹងណាបាទតោះឥឡូវយើងចូលទៅមើលគឺរបៀបធ្វើទាំងអស់គ្នា try នេះចុចបិទបងប្អូនបងប្អូនអាចទៅឡើងកម្មវិធីនេះបាននេះកម្មវិធីនេះបងប្អូនទៅឡើងទៅហើយយកមកប្រើមកយើង check នេះយើងដោយសារតែយើងវាអត់ទាន់ស្គាល់ try ទៅយើងនេះ3ដងវាហើយយើងសាកដោតពី3ដងសិនហើយខ្ញុំដកអា USB នេះចេញ USB នេះរបស់ខ្ញុំចេញខ្ញុំទុកតែអា SD នេះហើយចាំខ្ញុំដកសិនឲ្យវាស្គាល់ជាមួយនឹងកម្មវិធីនេះសិនណាវាពី3ដងឲ្យបានស្គាល់ check មើលអត់đây insert ចូលហើយឥឡូវវាចូលហើយនេះវាប្រាប់ថាទំហំជា 10T អញ្ចឹង flash នេះទំហំតែ 128G ទេហើយយកមកធ្វើជាលក្ខណៈថាបង្ហាញយើងតែ 10T ណាអញ្ចឹងណាអញ្ចឹងយើងចុចនេះមើលបាទនេះវាធ្វើតេស្តបងប្អូនឥឡូវគឺក្រហមងែនបាទធ្វើតេស្តមកគឺនេះវាមានតែ2ហ្នឹងទេពីប្រឡោះហ្នឹងទេដែលដំណើរការក្រៅពីនោះយើងមើលនេះ no storage វាដាក់ no អត់មានទេអញ្ចឹងហើយនេះជាបញ្ហាដែលយើងទិញមកវាខុសគឺវាដាក់ថានៅលើនេះ 10T តែជាក់ស្ដែងគឺអត់បានទេនេះឯងគឺវាតាក់ទងជាមួយនឹងគេយកមកកែ flash ពីអា flash 128G flash ចាស់ហ្នឹងមកធ្វើជា